ប្រទាំងចន្ទរួមជាតិខ្មែរនៅចន្ទបតស្ថិតនៅលើផ្ទៃដីធំទូលំទូលាយព័ន្ធព័ទ្ធទៅដោយជួរឫស្សីដាក់ប្រជាជននិងរុក្ខជាតិនានាមានឈើទាជាដើមដោយសន្ទុះវិវត្តនៃសង្គមនិងអាស្រ័យការប្រកបរបរអាជីវកម្មមានការធ្វើស្រែចម្ការទទួលអំណោយផលครอบครัวជាហេតុញ៉ាំងការនៅរបស់បងប្អូនទាំងជនជាតិខ្មែរនៅចន្ទបតនិងការផ្លាស់ប្ដូរទៅតាមសម័យមកដល់សពថ្ងៃប្រទេសខ្មែរនៅចន្ទបតធ្លាប់តែសាងសង់ដោយគ្រឿងឫស្សីប្រក់ស្លឹកតែឥឡូវស្ទើរតែទាំងអង្គត្រូវបានផ្លាស់ប្ដូរសាងសង់ដោយឥដ្ឋប្រក់ក្បឿនឬស័ង្កសីយ៉ាងកញ្ចក់ជួនទោះបីប្រទេសធំត្រនំព្រោះក៏ពិតមែនអ្នកស្រុកខ្មែរយើងមិនបោះបង់ទម្លាប់សាងសង់ប្រទេសបន្តបន្តដូចជាប្រលពូទ្រង់ជ្រូករោងអរោងចិញ្ចឹមសត្វពាហនៈនានានៅជុំវិញបរិវេណផ្ទះក្រៅពីគោរពបូជាព្រះពុទ្ធសាសនានិងគោរពបូជាពុទ្ធការីចិនដែលខ្មែរយើងតែងរៀបបរមសាសនានៅក្នុងប្រទេសខ្មែរនៅចន្ទបតនៅតាំងគោរពបូជាម្ចាស់ទឹកម្ចាស់ដីតែដូចគ្នានៅតាមមុខប្រទេសខ្មែរនៅចន្ទបតអ្នកស្រុកតែងសាងសង់រានទេវតាសម្រាប់ជាអរការៈអ្នកតាមម្ចាស់ទឹកម្ចាស់ដីដែលមានគុណស្រ័យកសាងត្រូវបរិយាកាសតាមេនៅចន្ទបតដ៏សែនមនោរម្យប្រជាប្រជុំទៅដល់ជំនួបបុកប្រសៀតពីវាលវឹងដ៏ធំលូងល្វើយ ស
chất dưỡng sen cọc đào mà lẹt thì cái bà bàn chúng cái nè liền với cái nè hà để sức xứng tiềm hộp hạp ôm sọp đạp sát dùng xoan chờ nuôi lơ trong người xảy áp tàng dọc khua oi à ròm dừ rật sạc chứng ngá việc đầy tắt vòng mọc nên trật một tập bỏ